ថ្ងៃនេះខ្ញុំលើកជាប្រធានបទមួយមកនិយាយតាក់ទងជាមួយនឹងការប្រើប្រាស់មុខងារ lock profile ដោយសារឃើញមានមតិយោបល់ជាច្រើនដែលគេនិយាយពីការ lock profile អ្នកខ្លះគេថាមនុស្សដែល lock profile គឺជាមនុស្ស introvert គេថាអ្នក lock profile ព្រោះជាពាក់លុយគេខ្លាចគេទាអ្នក lock profile ប្រហែលជាលួចមានស្រីខ្លាចប្រពន្ធដឹងអីជាដើមតោះឥឡូវនេះគឺយើងមកស្វែងយល់ការពិតឲ្យបានច្បាស់លាស់ទាំងអស់គ្នាថាតើមុខងារ lock profile នោះដំណើរការបែបណាហេតុអីក៏យើងគួរប្រើប្រាស់មុខងារ lock profile សម្រាប់ Facebook profile ដែលបើកចំហទូទៅគេអាចមើលឃើញរូបភាពវីដេអូ live event ដែលយើងបានផុសហើយព័ត៌មានផ្សេងៗទៀតដែលតាក់ទងជាមួយនឹងលេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើត email ក៏គេអាចមើលឃើញដែរករណីខ្លះទោះបីគាត់មិនមែនជា friend របស់យើងក៏គាត់អាចមើលឃើញដែរប្រសិនបើយើងមិនបានកំណត់ privacy ឬក៏យើងបើកចំហទូទៅលើព័ត៌មានទាំងអស់ហ្នឹងហើយព័ត៌មានទាំងអស់ហ្នឹងគឺជាចំណុចមួយដែលអាចប៉ះពាល់ទៅដល់ឯកជនភាពនិងសុវត្ថិភាពគណនី Facebook របស់យើងឬក៏គណនីផ្សេងៗរបស់យើងថែមទៀតហើយសម័យឥឡូវគឺសម័យ AI កាន់តែរីកចម្រើនហើយមនុស្សយើងក៏កាន់តែរីកចម្រើននៅក្នុងការបោកប្រាស់នៅលើបណ្ដាញអ៊ីនធឺណិតដែរអញ្ចឹងហើយយើងគ្រប់គ្នាគួរតែប្រុងប្រយ័ត្នទៅលើចំណុចព័ត៌មានបន្តិចៗទាំងអស់ហ្នឹងដែលយើង public ចេញទៅដែលអាចធ្វើឲ្យជនខលខូចឬក៏អ្នកបោកប្រាស់គាត់ចាប់យកចំណុចទាំងអស់ហ្នឹងដើម្បីយកមកក្លែងបន្លំឬក៏លួចទិន្នន័យធ្វើឲ្យប៉ះពាល់ទៅដល់ហិរញ្ញវត្ថុនិងកេរ្តិ៍ឈ្មោះរបស់យើងនៅលើ platform របស់ Facebook យើងក៏មាន privacy setting ដែលយើងអាចកំណត់ទៅលើឯកជនភាពបានច្រើនប៉ុន្តែគ្រាន់តែ lock profile គឺជាប៊ូតុងមួយដែលងាយស្រួលដែលយើងអាចចុចប៊ូតុងតែមួយហើយគឺយើងអាចបិទព័ត៌មានឯកជនភាពរបស់យើងពីអ្នកប្រើប្រាស់ Facebook ផ្សេងទៀតដែលមិនទាន់បានក្លាយជា friend របស់យើងបានទាំងស្រុងតែម្ដងបន្ទាប់ពីយើងបាន lock profile ហើយមានន័យថា profile របស់យើងមានតែមិត្តភ័ក្តិ friend នៅក្នុង Facebook របស់យើងទេដែលគាត់អាចមើលឃើញការផុសឬក៏ព័ត៌មានផ្សេងៗទៀតដែលយើងបានបើកចំហហើយសម្រាប់អ្នកដែលគាត់មិនមែនជា friend គាត់នៅតែអាច search ហើយ add friend របស់យើងបានដដែលគ្រាន់តែគាត់អាចបានឃើញព័ត៌មានដែលយើងបានផុសគាត់មើលឃើញតែ profile របស់យើងទេដូច្នេះហើយប្រសិនបើបងប្អូនឃើញអ្នកណាម្នាក់គាត់ lock profile ក៏កុំទាន់អាសន្និដ្ឋានបែបខាងលើប្រហែលជាវាជាផ្នែកមួយនៃការរក្សាឯកជនភាពសុវត្ថិភាពផ្ទាល់ខ្លួនរបស់គេម្នាក់ៗសូមអរគុណបាយបាយ